លោកមិនតបលោកមានវិធីចាត់ការគ្រួសារទិញហើយមែនទេនឹងចំណុចខ្សោយបំផុតនៃគ្រួសារទិញគឺថ្ងៃស្អែកជាថ្ងៃរៀបការរបស់គេយើងចាប់ខ្លួនទិញតែចុងតែម្ដងហើយទៅគេគឺជាកំបិតក្រហមទិញតែចុងជាកំបិតក្រហមយើងថាគេគឺប្រកាសជាគេហើយឈីមិញភូឲ្យអ្នកយកការជប់នឹងអ្នកបង្កប់នៅក្នុងគ្រួសារទិញដើម្បីស៊ើបសួរផ្លូវគ្រួសារទិញទៅទទួលកូនក្រមុំតាមផ្លូវណាគ្មានអ្នកណាទៅនឹកស្មានថាអ្នកបង្កប់នៅក្នុងគ្រួសារទិញនោះតាមពិតគឺជាមេការគ្រួសារទិញឈ្មោះចាងសានលោកបញ្ជុំខ្ញុំលើកនេះគឺចំណុចដែលលោកចាញ់លបែងតែប្រហែលគឺពួកយើងជួយសងលោកលោកអូនណានិយាយចុះទៅវិញប្រាប់លោកម្ចាស់យានបំណុលលបែងខ្ញុំប្រកាសជាសងហើយប៉ុន្តែរឿងនេះខ្ញុំពិតជាជួយលោកអូនមិនបានទេសុំទោសលោកមេការចាងបើសិនជាលោកមិនជួយយើងទេថ្ងៃក្រោយលោកលួចយកប្រាក់គ្រួសារទិញមកលេងលបែងពួកយើងក៏លេងខ្វល់ដែរអ្នកទាំងគ្នានៅទីនេះចាំខ្ញុំឥឡូវខ្ញុំទៅទទួលអ្នកបងមកគ្រួសារទិញរបស់យើងឲ្យទាល់តែបានល្អណាស់គ្រួសារទិញអត់មានទៅតាមភូមិហើគូទេពួកគេគឺវាងផ្លូវទៅតាមភ្នំក្បាក់គូហើយនេះជាការពិតណាបាទមានគ្នាប្រមាណអ្នកទៅជាង100នាក់កំភ្លេចជាង100ដើមឈីមីងភូគេអត់ដឹងសោះថាបងស្រីរបស់ខ្លួនឯងឈីមីងវៃបានស្ដាប់ឮអ្វីដែលពួកគេនិយាយគ្នាហើយក៏មិននឹកស្មានទៀតថាបងស្រីរបស់ខ្លួនឈីមីងវៃដើម្បីខ្លួនឯងជាបងប្រុសក៏អត់ដឹងសោះថាបងស្រីរបស់ខ្លួនឯងមានឋានៈជាអ្វីដែរតែខ្លួនស្អាតយ៉ាងនេះទៅចូលរួមពិធីមង្គលការមែនទេនឹងហេយ៉ាងម៉េចនឹងលោកតកែហើលោកដូចជាចាប់អារម្មណ៍នឹងរឿងនេះនៅស្រុកសានពៀនបាគ្រប់ទីកន្លែងទៅហើយគ្រួសារទីរៀបការគឺប្រកាសជាអ៊ូអនណាស់ហើយរៀបការទៅបើមិនមែនជាពិធីបុណ្យសពពិតជាអពេកបាននេះធ្វើម៉េចនឹងខ្ញុំចេះតែនិយាយប្រុសទេរបស់ហើយលោកមានតបឧធានគឺកំពុងតាមរបស់និយាយតែលើនេះបាទខ្ញុំនិយាយបាទសុំជួយលោកជួយមីបោះប្រកាសជាមានរឿងធំហើយគ្រួសារទិញមានបញ្ហាជីមីងវៃនៅកន្លែងតំណែងយ៉ាងយកចិត្តទុកដាក់គូជារូបរាងកំបិតមួយយ៉ាងប្រញាប់នេះគឺជាសញ្ញាសម្ងាត់ដែលគេតាក់ទងជាមួយនឹងលោកបងហើបាក់ជើងគេចង់យកអ្វីដែលគេដឹងឮនោះដើម្បីប្រាប់ដល់លោកហើបាក់ជើងដើម្បីផ្ដល់ដំណឹងទៅកំបិតក្រហមក្នុងនាមនាងជាយុវវ័យស្នេហាជាតិក៏មានការកោតសរសើរដល់កំបិតក្រហមយ៉ាងខ្លាំងដែលជាអ្នកក្លាហានដល់ល្បីឈ្មោះអ្នកនាងមើលយ៉ាងម៉េចដែរយ៉ាងម៉េចនឹងស្អាតទេនឹងអ្នកណាទទួលកូនកំមុំផ្លាវថ្មីអញ្ជើញឡើងគៀវចូលបន្ទប់សំឡេងអចាចាអ្នកនាងមកហើយអាយើងអ្នកនាងឈប់សិនមិនតន់ទៅដល់កសែងទេអាចាមិនចាំបាច់ទេបន្តិចទៀតបាំងភ្នែកមើលផ្លូវមិនឃើញបានទេកូនកំមុំគឺទៅតែទៅដល់កសែងក្រហមចេញដំណើរទេអ្នកនាងលោកស៊ីឈុនចេញដំណើរភ្លាមធ្វើយ៉ាងណាមុននឹងគ្រួសារទិញធ្វើដំណើរដល់ភ្នំក្បាលតោរៀបចំកំណែហើយទៅសុំលោកមិនតកំរំលោកជួបាទសវត្ថិភាពក្រុមបកគលទៅលោកហើយសូមលោកកុំបារម្ភខ្ញុំនឹងរៀបចំស្ដាប់ធ្នាប់ទីរួមស្រុកឲ្យបានចាឃើញស្រីដែលខ្លួនស្រឡាញ់យូរឆ្នាំមកហើយដឹកដៃជាមួយបរិះណាផ្សេងរៀបការជាមួយគ្នាឈីមីងហ្វូឈឺចិត្តដូចកំបិតចាក់ចូលក្នុងដើមទ្រូងអញ្ចឹងចំតែស្ទុះទៅមុខដើម្បីច្រើនទិញតែចុងដើរចេញហើយដើមចាំងចេញអីវិញប៉ុន្តែគេដឹងថាខ្លួនឯងគ្មានសេចក្តីក្លាហានអញ្ចឹងទេឈឺចាប់អាម៉ាមុខនឹងគំនុំដូចជាកណ្ដាប់ដៃចិត្តបាច់ជាប់បេះដូងរបស់គេអញ្ចឹងលើកកាឈីមីងវៃបានទុកសញ្ញាមួយចង់ជួបកំបិតក្រហម
និយាយទៅមើលทำไมก็มันขึ้นในนี้ชี้มาดองលោកសិជនណារៀបចំកម្លាំងច្រើនយ៉ាងនេះតែលោកមាននឹងថាយើងមកចាំមនុស្សដែរទេលោកមានតបឧទានបានសន្និដ្ឋានថាតែងតែចង់គឺជាក្បត់ក្រហមម្យ៉ាងនេះវាជាគុណខ្លាំងប្រកែគ្រោះថ្នាក់ណាស់ដើម្បីកុំឲ្យគេរត់រួចយើងត្រូវរៀបចំកងទ័ពឲ្យច្រើនដើម្បីឡើងពាត់ទៀតណាអូជឿវិញមែនអ្នកនេះទីលោកមានតបឧទានចេញអ្នកនាងទៅជួបអញ្ចឹងមកតាមខ្ញុំមកជើញចេញអីយ៉ាងម៉េចហ្នឹងនាងហត់ទេ ជីគៀងមានអីត្រូវហើយក ូនកំមុំឲ្យបងមើលបន្តិចបានទេ មិនបានកុំស្មានតែខ្ញុំមិនដឹងនោះមុននេះបងចេះតែដូចតែផ្ទះខ្ញុំមើលខ្ញុំប្រហែលដងទៅហើយមែនទេ ណែតាំងនេះចង់មើលខ្ញុំដែរទេ តែដាក់តែឆ្លៃបង្គំទេវតារួចហើយកុំតែមើលឃើញទេពេលវេលាតែមុខនៅវែងឆ្ងាយណាស់ មែនពេលវេលាទៅមុខវិញឆ្ងាយណាស់ខ្ញុំនៅចាំនាងជួយបង្កើតកូនផាត់2 3ឲ្យមកខ្ញុំទៀតណា បាស់មែន លោកអូធីនលោករកខ្ញុំមានការអី អ្នកនាងឈីបងប្រុសនាងឈីមីងពូនៅសមរភូមិបម្រើកងទ័ពរបស់យើងនៅទីនេះខ្ញុំមានតួនាទីថែរក្សាអូនស្រីគាត់ដែរ លោកសិជនណាដូចមកហើយ